កូនជាទីស្រឡាញ់ពេលមានអ្នកអតីមកនន្ទាឬសរសើរកូនត្រូវតាំងសតិឲ្យល្អកុំមិនដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាតកូនត្រូវគិតមើលតើពាក្យសរសើរឬក៏នន្ទានោះវាពិតឬក៏យ៉ាងណាអាក្រក់តាមគេថាដែរឬទេបើថាពិតយ៉ាងនោះមែនក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬក៏មិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរៀលដាលទៅជាធំដុំអ្វីឡើយយ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិតគ្រាន់តែប៉ុណ្ណឹងឯងតែបើមិនល្អដោយគេសរសើរទេកូនក៏មិនគួររីករាយសប្បាយចិត្តព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបានធ្វើចិត្តបានដោយពោលមកនេះក៏រមែងមិនមានអាការៈឡើងចុះទៅនៃចិត្តដែលអ្នកតីនន្ទាឬក៏សរសើរនឹងឯងនន្ទាឬក៏សរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយនឹងពាក្យសរសើរឬនន្ទាអ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដរំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬហាលសម្ពុតគេថាថ្ងៃក្តៅល្អមានអ្វីប្រកបចិត្តនោះលោកត្រូវគ្រប់យ៉ាងនឹងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសិភៅម៉ែប្រច័ននឹងថ្ងៃអត់មានដឹងអ្វីតែត្រូវប្រុសស្រីនន្ទាសរសើរពពួករស័ព្ទដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាប្រពុតនៅគេមិនស្មោះធัวល្អឥតខ្ចោះគង់មានគេស្អប់សរសើរនន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះកប់បើកូនតាមប្រាជ្ញកូននឹងមានផប់ត្រូវមួយខុស10កុំយកខាងច្រើន